ចាគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ដោយសារនាងខ្ញុំដាក់អីវ៉ាន់ទៅភ្នំពេញទៅខាងភ្នំពេញខាងអ្នកមីងនៅខាងភ្នំពេញលើសចង់និយាយថាកាលហ្នឹងគាត់កំងម្សៅទៅដោះគោក្បាលរមៀតតែ2កំប៉ុងខ្ញុំដាក់ជូនគាត់3កំប៉ុងអញ្ចឹងនាងខ្ញុំប្រហែលជាខ្វះបងប្អូនអ្នកណាខ្លះដែលជាញាតិពធដែលខ្វះជូនគាត់1កំប៉ុងអាចតាក់ទងមកនាងខ្ញុំបានណាអញ្ចឹងខ្ញុំខ្វះគាត់ប្រហែលជា1កំប៉ុងអញ្ចឹងសូមខន្តីអភ័យទោសប្រហែលជាបានអីវ៉ាន់ទៅឆ្ងល់ហើយភ័យអ្នកធ្វើប៉ុនមកកោកអាម៉េចបានដាក់អីវ៉ាន់ឲ្យខ្វះអញ្ចឹងកុំឆ្ងល់បងប្អូនខលមកខ្ញុំព្រោះអីទៅតែចេញលងលើកដំបូងសំខាន់តែអភ័យទោសទៅចេញលក់លើកដំបូងអត់មានបំណងថាលក់អីវ៉ាន់ទេបងប្អូនព្រោះអីនៅហាងនេះរាល់ថ្ងៃនេះហត់ណាស់ចាមូលមានលក់អីវ៉ាន់លក់អីទៀតបងវិលតែម្នាក់ឯងឯងអញ្ចឹងបើសិនជាបងប្អូនណាបាត់អីវ៉ាន់ចាបាត់នេះទៅដោះគោក្បាលរមៀត1កំប៉ុងណាបងប្អូនអាចតាក់មកតងមកនាងខ្ញុំបានប្រហែលជានាងខ្ញុំដាក់ខ្វះអីវ៉ាន់ឲ្យបងប្អូនញាតិពធណាខ្លះមិនដឹងទេណាចេះតាក់តងមកនាងខ្ញុំឲ្យថ្ងៃនេះដែរនាងខ្ញុំក៏មានដំណឹងល្អជូនដែរណាគឺម្សៅទៅដោះគោក្បាលរមៀតគឺចូលស្តុកហើយណាបងប្អូនណាប៉ុន្តែមិនមែនចូលឥឡូវទេចូលស្អែកចាបងប្អូនចាបងប្អូនអាចដាក់ការកំងមកបានណាបងប្អូនណាហើយអានេះទៅដោះគោក្បាលរមៀតហើយនឹងម្សៅម្សៅស្រូវសាលីបងប្អូនអានេះយកទៅលាបមុខ1កំប៉ុង$5អានេះយកទៅញ៉ាំឲ្យស្អាតពីក្នុងស្អាតពីក្រៅចានាងខ្ញុំប្រើទៅឃើញថាស្អាតមែនបងប្អូនចាប្រើពីក្នុងហើយប្រើពីក្រៅសាច់ក៏ស្អាតចាសាច់ខ្លួនក៏ប្លែកចាប្លែកណាបងប្អូនណាចាប្លែកអានេះកាមេរ៉ាស៊ីនបងប្អូនអត់មានដាក់ភ្លើងអត់មានដាក់អីឡាយលក់អីអត់មានដូចគេទេគឺធម្មជាតិចង់និយាយថាអានេះលាបពីក្រៅអានេះលេបពីក្នុងចាឲ្យសពីក្នុងមកទឹកដោះគោក្បាលរមៀតចាហើយមានចង់និយាយថាលក្ខណៈសម្បត្តិមួយគឺល្អសម្រាប់សុខភាពអញ្ចឹងបងប្អូនអាចកំងបានណាចូលស្តុកហើយចាមួយឈុតនេះស្អាតទាំងក្រៅស្អាតទាំងក្នុងចា$10ចាបងប្អូនថ្លៃសេវាចេញខ្លួនឯងចាមកថ្ងៃនេះគឺមកជម្រាបជូនបងប្អូនដែលបាត់អីវ៉ាន់ចាបាត់ទឹកដោះគោក្បាលរមៀតចាមួយកំប៉ុងអាចតាក់ទងមកនាងខ្ញុំបានណាញាតិពធចាអរគុណច្រើនគោរពជំរាបលាជួបគ្នានៅវីដេអូក្រោយចាស្អែកចូលស្តុកឯណាបងប្អូនណាអាចដាក់ការកំងឥឡូវបានចាអរគុណជំរាបលាចា